ជំរាបសួរចាថ្ងៃនេះប្រធានបទរបស់ខ្ញុំនិយាយពីវីសាគូនដឹងមកអាមេរិកកម្រមានអ្នកធ្វើវីដេអូនិយាយពីតើធ្វើអ្វីបន្ទាប់ទៀតនៅពេលដែលឯកសារយើងបានធ្លាក់មកដល់ខ្មែរតើធ្វើអ្វីបន្ទាប់ទៀតបើ NVC ផ្ញើឯកសារមកខ្មែរមានន័យថាយើងទទួលបានការ approval ពី NVC ចំពោះ I-129F ហើយគេផ្ញើឯកសារយើងមកស្ថានទូតនៅខ្មែរសហរដ្ឋអាមេរិកណានៅទូតអាមេរិកឲ្យយើងតើយើងគួរធ្វើឲ្យបន្តទៀតអញ្ចឹងចំពោះវីដេអូនេះគឺកម្រមានអ្នកធ្វើមែនតែនហើយខ្ញុំក៏ទទួលបានសំណួរច្រើនដែរតាក់ទងទៅនឹងការរត់ឯកសារនៅប្រទេសខ្មែរចំពោះវីសាគួរដឹង K1 visa Fiancé visa ឬក៏ K2 visa អញ្ចឹងណាគឺ K2 ហ្នឹងគឺសម្រាប់កូនរបស់ K1 អញ្ចឹងនៅពេលដែលឯកសាររបស់យើងគេ approval ពី NVC ហើយគេនឹងធ្វើការផ្ញើឯកសាររបស់យើងហ្នឹងមកស្ថានទូតអាមេរិកណាសូមអ្នកនរអគ្នាកុំយល់ច្រឡំថាចេះអូបងខ្ញុំទទួលបានសំណួរបងខ្ញុំនៅផ្ទះជួលហ្នឹងហើយអាស័យដ្ឋានខ្ញុំអត់ជាក់លាក់ទេគេផ្ញើឯកសារមកពីអាមេរិកឲ្យខ្ញុំមិនទៅបងហើយមិនធ្វើមិនបានខ្ញុំទទួលបានឯកសារហ្នឹងទៅបងចាចំពោះឯកសារគឺគេអត់មានផ្ញើមកតាមអាស័យដ្ឋានយើងទេគឺយើងទទួលបាន Gmail ជាក្រាស់មួយស្លឹកពីស្ថានទូតអាមេរិកកាំងនៅខ្មែរគឺក្រាស់មួយស្លឹកគេផ្ញើជា Gmail ឲ្យយើងឬក៏គេអាចហៅបានថាជា packet 3ណាអ្នកនរគ្នាអញ្ចឹងសូមកុំឲ្យមានការយល់ច្រឡំថាគេផ្ញើឯកសារឲ្យយើងមកខ្មែរឲ្យយើងទៅយកអីចឹងអត់មានទេចាគឺស្ថានទូតអាមេរិកកាំងនៅខ្មែរនេះគេនឹងផ្ញើ packet 3ឲ្យយើងហើយក្នុង packet 3ហ្នឹងនៅពេលដែលយើងចាប់ផ្ដើមទទួលបាន Gmail ហើយគឺយើងត្រូវ check មើលឯកសាររបស់យើងសិនថាគ្រប់នៅព្រោះយើងត្រូវបំពេញ DM 160នេះគឺជាជំហានបន្ទាប់ទៀតណានៅពេលដែលយើងបានទទួលបាន packet 3ពីស្ថានទូតអាមេរិកនៅខ្មែរហើយតាមរយៈ Gmail អ្នកនរគ្នាមានន័យថាសារអេឡិចត្រូនិកមិនមែនផ្ញើទៅផ្ទះយើងផ្ទាល់ណាអ្នកនរគ្នាសូមកុំមានការយល់ច្រឡំគឺមានអ្នកយល់ច្រឡំច្រើនមែនតើអញ្ចឹងនៅពេលដែលយើងទទួលបាន packet 3ឯកសារពីស្ថានទូតអាមេរិកកាំងនៅខ្មែរហើយតាមមកស្លឹកទេគេនឹងមានwebsite មួយ link មួយនៅក្នុងកញ្ចប់ packet 3ហ្នឹងហើយឲ្យយើងចុចលើ link ហ្នឹងទៅនោះនឹងគេបង្ហាញយើងថា introduction ការណែនាំគេឲ្យយើងធ្វើម៉េចអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងយើងត្រូវ check មើលឯកសាររបស់យើងសិនថាលិខិតបញ្ជាក់សបុតកំណត់របស់យើងហ្នឹងជាភាសាខ្មែរមានបកប្រែហើយឬនៅហើយអត់មានផុតកំណត់3ខែអីទេគេអត់មានរាប់ទេចំពោះលិខិតបញ្ជាក់សបុតកំណត់ណាហើយយើង check មើលលិខិតបញ្ជាក់ភាពនៅលាវរបស់យើងនិងលិខិតកោតទោសអ្នកនរគ្នា special មួយចំណុចពិសេសគឺលិខិតបញ្ជាក់ភាពនៅលាវនិងលិខិតកោតទោសរបស់យើងគឺមានសុពលភាពតែ3ខែទេអញ្ចឹងយើងកុំតន់បញ្ញាទៅណាយើងមើលឯកសារយើងសិនថាគ្រប់នៅក្នុងដៃអត់ដោយសារពេលកក់សភាហ្នឹងប្រើរយៈពេលយូរដែរឥឡូវខ្ញុំសុំតទៀតអញ្ចឹងនៅពេលដែលយើងទទួលបាន packet 3ពីស្ថានទូតអាមេរិកកាំងនៅខ្មែរហើយយើងត្រូវតាបំពេញ visa របស់យើងគេហៅថាចំពោះ K1 visa ឬក៏ Fiancé visa K2 visa អីគឺយើងត្រូវបំពេញ DM 160អ្នកនរគ្នា DM 160អញ្ចឹង DM 160ហ្នឹងគេមានconfirmation number អញ្ចឹងយើងមើលពេលខ្លះលេខកូដរបស់វាតាក់ទងទៅនឹងកញ្ចប់ packet 3របស់យើងមាន priority date អញ្ចឹងសំខាន់យើងត្រូវ copy ចេញ packet 3របស់យើងដែលទទួលបានពីស្ថានទូតអាមេរិកដែរហើយចំពោះ PJ Home 8គឺខ្ញុំមានទទួលសេវាបំពេញឯកសារ DM 160ឲ្យជាភាសាអង់គ្លេសកក់សភាឲ្យហើយនឹងរៀបចំកម្រងសំណួរដើម្បីឲ្យអ្នកនរគ្នាជាប់សភាជាមួយស្ថានទូតអាមេរិកកាំងបើសិនបើអ្នកមានអ្នកចាប់អារម្មណ៍ភាសាអង់គ្លេសខ្សោយអីត្រូវការជំនួយអាចទទួលយកសេវាកម្មខ្ញុំបានអូខេបន្តទៀតនៅពេលដែលយើងបានបំពេញ DM 160ហើយគឺវីសារបស់យើង
confirmation number របស់យើងហ្នឹងគឺនឹងផុតសុពលភាពមួយឆ្នាំគឺនឹងអាសាបង់ហើយអញ្ចឹងយើងត្រូវបង់ visa របស់យើងvisa គូនដឹងគឺតម្លៃ$265យើងត្រូវទៅបង់នៅConnecticut Bank ឬក៏ធនាគារដែលមានដៃគូជាមួយនឹងសានទូតអាមេរិកនៅខ្មែរអញ្ចឹងយើងចូលទៅមើលលក្ខន្តិកៈគេថាត្រូវបង់នៅធនាគារណាពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំគេមានការផ្លាស់ប្ដូរអញ្ចឹងខ្ញុំយកលុយសុទ្ធយកទៅបង់ផ្ទាល់តែម្ដងចំពោះតម្លៃ visa $265ហ្នឹងបន្ទាប់មកនៅពេលដែលយើងទទួលបានលេខវិកែប័ត្របង់លុយ visa ហ្នឹងគឺគេមានលេខ CGI number អញ្ចឹងណាអ្នកនរគ្នា CGI number ហ្នឹងគឺយើងអាចកក់សភាបានដោយតាមការធ្វើការនិងការបង់លុយរបស់យើងដែរឧទាហរណ៍យើងបង់លុយថ្ងៃសុក្រអញ្ចឹងគេអត់ធ្វើការសៅរ៍អាទិត្យទេអញ្ចឹងប្រហែលជាថ្ងៃពុធអីបានលេខ CGI របស់យើងវាអាប់ឡូតមកបើសិនបើយើងចង់កក់សភាណាអញ្ចឹងបន្ទាប់ពីយើងបានបង់ visa ហើយតម្លៃ$265ហ្នឹងគឺយើងត្រូវកក់សភាបានយើងអាចកក់សភាបានដូចតែយើងមានលេខ CGI number គេឲ្យយើងបំពេញហើយវាអាប់ឡូតចូលអញ្ចឹងនៅពេលដែលយើងបានបង្កើត account CGI ហើយគឺយើងអាចធ្វើការកក់សភាបានហើយប៉ុន្តែមុនកក់សភាហ្នឹងចំណុចដែលសំខាន់បំផុតមុនកក់សភាគឺយើងត្រូវឆែកឯកសារយើងថាតើយើងមានឯកសារគ្រប់គ្រាន់ហើយឬនៅឯកសាររបស់យើងបកប្រែហើយអស់ឬនៅខ្ញុំនឹងធ្វើវីដេអូមួយទៀតតាក់ទងទៅនឹងកញ្ចប់ឯកសារដែលយើងត្រៀមយកទៅសភាចឹងអ្នកនរគ្នាកុំភ្លេចឆែកមើលផុសតាំងរបស់យើងមានផុសតាំងអីខ្លះហើយយើងមានសំណួរអីខ្លះយើងត្រៀមមកហើយដោយសារការសភាយកវីសាមកសហរដ្ឋអាមេរិកគឺយើងកុំគិតថាងាយអសោះយើងក៏ត្រូវព្យាយាមអស់ពីសមត្ថភាពដែរដោយសារតែគេរឹតបន្តឹងខ្លាំងមែនតើចំពោះវីសាមកសហរដ្ឋអាមេរិកដោយសារគេចង់ឲ្យវាមានសមភាពហើយស្របច្បាប់គេចង់បានប្រជាជនដែលស្របច្បាប់មកសហរដ្ឋអាមេរិកទៅតាមឯកសារស្របច្បាប់ដូចគ្នាអូខេអញ្ចឹងនៅពេលដែលយើងបានឆែកឯកសាររបស់យើងបានគ្រប់គ្រាន់ហើយថាឯកសារយើងគ្រប់ហើយចាំយើងចាប់ផ្ដើមคลิกរើសថ្ងៃកក់សភាបានសម្រាប់ខ្ញុំអ្នកនរគ្នាចង់ផ្ដល់រយៈពេលឲ្យខ្លួនឯង1ខែឬក៏2ខែក៏បានដែរអាស្រ័យទៅលើការសម្រេចចិត្តរបស់អ្នកនរគ្នាអញ្ចឹងណាថាគួរកក់សភាពេលណាហើយអាស្រ័យទៅលើលិខិតបច្ចេកភាពនៅលាវយើងដែរហើយនឹងលិខិតកោតទោសដោយសារវាមានសុពលភាពតែ3ខែប៉ុណ្ណោះហើយឯកសារដែលជាភាសាដើមខ្មែរយើងគឺត្រូវតែបកប្រែខ្ញុំនឹងធ្វើវីដេអូបន្តបន្ថែមទៀតនឹងម្ដងទៀតអាប់ដេតនៅឆ្នាំ2025នេះតែម្ដងអូខេអញ្ចឹងនៅពេលដែលយើងបានកក់សភារួចហើយយើងទទួលបានថ្ងៃសម្ភាសហើយចំណុចបន្តទៀតគឺយើងត្រូវធ្វើការសម្ភាសអញ្ចឹងគឺការសម្ភាសយើងត្រូវយកឯកសារឯគេខ្លះខ្ញុំនឹងធ្វើវីដេអូបន្តទៀតអាប់ដេតឆ្នាំ2025យើងនឹងទៅសម្ភាសឯកសារអ្វីដែលយើងគួរយកទៅខ្លះមានកញ្ចប់អីគេខ្លះចំណែកឯបន្តយើងគិតផ្លូវគិតថាយើងជាប់វីសាយើងបានសភាជាប់អញ្ចឹងណាសភាជាប់ក៏យើងក៏មិនតាន់ARដែរអញ្ចឹងក្រាស់ដែលបញ្ជាក់ថាយើងសភាជាប់គឺក្រាស់ពណ៌ផ្ទៃមេឃក្រាស់ពណ៌ផ្ទៃមេឃគឺបញ្ជាក់ថាយើងសភាជាប់ក្រាស់ពណ៌លឿងគឺជាក្រាស់ដែលបញ្ជាក់ថាយើងធ្លាក់ហើយក្រាស់ពណ៌ផ្កាឈូកគឺជាក្រាស់ដែលបញ្ជាក់ថាយើងនៅខ្វះឯកសារតិចតួចអញ្ចឹងណាអញ្ចឹងគេមានបែងចែកក្រាស់ទៅតាមករណីនីមួយហើយទោះបីជាយើងបានក្រាស់ពណ៌ផ្ទៃមេឃក៏ដោយក៏មិនទាន់ARដែរដោយសារគេបានបញ្ជាក់នៅក្នុងលិខិតពណ៌ផ្ទៃមេឃនឹងដែរលុះត្រាតាឯកសារយើងពិតជាគ្រប់គ្រាន់មែនគេឆែកមើលហើយយើងបានវីសានៅក្នុងដៃនៅក្នុងប៉ាសពតយើងតែម្ដងគេបិទវីសា approval ហ្នឹងសភាជាប់ហ្នឹងនៅក្នុងប៉ាសពតរបស់យើងគេចំណាយពេលរយៈពេលមួយអាទិត្យអញ្ចឹងណាអញ្ចឹងយើងកុំតន់ធ្វើអ្វីទាំងអស់តើតែដឹងលទ្ធផលហើយបានវីសានៅក្នុងដៃចាំអ្នកនរគ្នាចាប់ដើមអាចកក់សភាបាន
គេភាគច្រើនសួរខ្ញុំថាអូបងតើគួរកក់សភាពេលណាកក់ភ្លាមអត់តែអ្នកគ្នាត្រូវដឹងថាវីសាគូនដឹងមកសហរដ្ឋអាមេរិកនេះគឺវីសារបស់យើងមាននៅក្នុងវីសារយៈពេលវីសាផុតកំណត់គឺមាននៅក្នុងប៉ាសពតយើង stamp ដែលគេបិទនៅក្នុងប៉ាសពតយើងហ្នឹងណាគឺមានរយៈពេល6ខែផុតកំណត់ណាចឹងអ្នកនរគ្នាត្រូវមកសហរដ្ឋអាមេរិកឲ្យបានមុនពេលដែលវីសានៅក្នុងប៉ាសពតរបស់អ្នកនរគ្នាហ្នឹងផុតកំណត់អញ្ចឹងបើអ្នកនរគ្នាត្រូវការរយៈពេលអូខ្ញុំចង់ចំណាយពេលមួយក្រុមគ្រួសារសិនអូខ្ញុំចង់ចំណាយពេលរៀបចំអវ៉ាន់សិនចំពោះកំណត់ខ្ញុំយើងក៏មិនទាន់បញ្ញាប់អីយើងរៀបចំសម្ភារៈយើងប្រើទៅហើយនឹងឲ្យព្យាយាមចំណាយពេល1ខែឬក៏2 3ខែអីទៅនៅខ្មែរអាសាយើងមិនដឹងថាពេលណាយើងមកអាចទៅប្រទេសខ្មែរវិញទេតើតាឯកសារយើងជោគជ័យបាន green card រស់នៅស្របច្បាប់សិនវីដេអូខ្ញុំមានតែប៉ុណ្្នឹងចំពោះវីដេអូតទៀតសូមតាមដានអ្នកនរគ្នាកុំភ្លេចជួយ like and share ផងណាអរគុណប្រសិនបើនរណាម្នាក់ត្រូវការជំនួយតាក់ទងទៅនឹងការបំពេញឯកសារជាភាសាអង់គ្លេសនិងរត់ការឯកសារវីសាគួរដឹងមកសហរដ្ឋអាមេរិកនេះអាចធ្វើការតំណែងមកខ្ញុំបានតាម Facebook page PJ68 ហើយចង់ដឹងថាសេវាកម្មខ្ញុំមានអីគេខ្លះគឺខ្ញុំជួយបំពេញឯកសារDS 160ឲ្យ booking appointment កក់សភាខ្ញុំនឹងប្រាប់ថាឯកសារណាដែលយើងត្រូវការខ្ញុំនឹងជួយ check ឯកសារទាំងអស់និងផ្ដល់កម្រងសំណួររហូតដល់អ្នកបានជាប់សភាមកសហរដ្ឋអាមេរិកកុំភ្លេចចាតមក page PJ68 និងជួយ like and share ផងបើគិតថាវីដេអូនេះមានប្រយោជន៍អរគុណ